ដោយសារតែដាក់មិនទៅអត់ចូលសលេងបងប្អូនអញ្ចឹងសូមអនុញ្ញាត voice over ពីលើអញ្ចឹងបងប្អូនទស្សនាវីដេអូបដាស្ដាប់ខ្ញុំនិយាយបដាទៅហើយ UFO នេះគឺជាវេទ solar មួយដែលបងប្អូនអាចតម្លើងកម្ពស់ 3-4 ម៉ែត្រអីបានហើយតែពេលច្រើនខ្ញុំឃើញដាក់សិតតែ10សំទោសដាក់សិតតែ6ម៉ែត្រដៃម្ដងអញ្ចឹងដាក់ប្រហែលក៏បានគាត់ទៅពលឺមកក្រោមមិនសូវខ្លាំងសម្រាប់ UFO នេះតិជនគាត់បញ្ជាទិញចំនួន10គ្រាប់ហើយយើងខ្ញុំរៀបចំតេស្តជូនអញ្ចឹងសម្រាប់អវ៉ាន់ទាំងអស់យើងត្រូវតែតេស្តបង្ហាញតិចទៅដើម្បីជិះវៀងនៅកងដែលផ្ញើទៅមានបញ្ហាពិបាកផ្ញើមកវិញជាងការធានាជូន2ឆ្នាំទៅលើគ្រប់ផ្នែកទាំងអស់លើកលែងតែបែកបាក់អញ្ចឹងសម្រាប់ការតម្លើងសូមបងប្អូនចុចកន្លែងប៊ូតុងក្រហមហ្នឹងសិនមុននឹងតម្លើងលើបកគោលដើម្បីអីបញ្ជាតេឡេទៅបានខណៈដែលបងប្អូនអត់តន់ចុចលើកឡើងទៅលើពិបាកឡើងទៅចុចណាអញ្ចឹងចុចមុនឲ្យហើយដាក់ដែកសោកនៅក្នុងគេឲ្យតំណហ្នឹងទៅដែកហ្នឹងជាទូទៅប្រើខ្នាត60ហ្នឹងហើយខ្នាត60អាចប្រើត្រូវហើយអញ្ចឹងបងប្អូនអាចតម្លើងលើកឡើងទៅលើមួយកាប់ជាប់នឹងសូឡាដើម្បីកុំឲ្យវាជាប់កុំឲ្យវារបូតណាអញ្ចឹងទាំងអស់ហ្នឹងគឺមានខ្ចៅសម្រាប់កាប់3ជ្រុងយើងមូលជាប់បកគោលអញ្ចឹងទៅហ្នឹងហើយរឹតឲ្យជាប់មូលណែនហើយបងប្អូនលើកឡើងទៅលើទៅដើម្បីឲ្យបំភ្លឺហើយប្រភេទនេះគឺភ្លឺកន្លងជុំវិញអាចនឹងបាន10ម៉ែត្រកន្លងជុំវិញបកគោលប៉ុណ្្នឹងឯងហើយមានតម្លៃធូរថ្លៃទេមួយឈុតវាត្រឹមតែ23-24រៀលទេធូរថ្លៃមែនទេបងប្អូនអាចពិចារណាលើអាម៉ូតហ្នឹងក៏បានដែរហើយសម្រាប់ UFO សម្រាប់ solar ផ្សេងហើយយើងខ្ញុំមានបន្ថែមទៀតมันមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនឃើញមាត់មហប់ហ្នឹងដោយសារតែម៉ៃអត់ចូលអញ្ចឹងvoiceបន្ថែមហ្នឹងហើយ voiceបន្ថែមដើម្បីបញ្ជាក់ឲ្យច្បាស់ព្រោះអត់លឺសលេងចូលមកផងចូលតែខ្យល់ហើយសូមអនុញ្ញាតបញ្ជាក់ឡើងវិញសម្រាប់ UFO នេះធានាជូនភ្លឺមួយយប់អត់ sensor ទេបងប្អូនណាអត់មាន sensor ទេពីមុនមានតែឥឡូវនេះអត់ sensor ទេគឺភ្លឺជាប់តែម្ដងអត់មានដើរកាត់ភ្លឺខ្លាំងអត់មានមនុស្សវាភ្លឺតិចទេអញ្ចឹងហើយមកក្រោយនេះបងប្អូនឃើញស្រាប់កញ្ចក់ប្រទេសសូឡានៅពីលើដូចទៅពីមុនទេក៏ប៉ុន្តែកញ្ចក់រាងក្រាស់ពីមុនវាមានជ័រកែមណាតែឥឡូវគឺស្មើមកក្រាស់អញ្ចឹងណាហើយរូបភាពហ្នឹងគឺរូបភាពអំពូលមែនតើបងប្អូនណាមិនមែនកាត់តទេអញ្ចឹងបងប្អូនឃើញស្រាប់អវ៉ាន់កញ្ចក់ហ្នឹងគឺមើលទៅរៀងអាចតែមិនសូវជាឆាប់ខូចដូចមុនណាអានេះវាអាចទាំងបានយូរព្រោះកញ្ចក់នៅពីលើក្រាស់cònបើហើយប្រទេសសូឡាពណ៌ខ្មៅហ្នឹងហើយអញ្ចឹងរាល់តេជនដែលត្រូវការអាចជិះទីមកខ្ញុំក្នុងនោះដូចនិយាយថាថ្មវាធំបងប្អូនឃើញតែបានដោះបង្ហាញមកក្រៅតែខ្ញុំឲ្យបងប្អូនមើលនេះគឺថ្មវាមួយដុំធំនៅកណ្ដាលហ្នឹងបងណាធំប៉ុនបាត់ដៃអញ្ចឹងធានាជូនភ្លឺមួយយប់អត់បញ្ហាទេ